ไปสู้พวกมันอ่อนเงี้ยเนี่ยมันมีตัวไม่ทอด2 ปีเพลยใจบุงมูเรียบร้อยสะอาดđấy hay nị pon cáiใจสะอาดได้hay mấy có phèn liệt và mấy anh lâm mà đi bên ngay năng bà chắc như rong chăm ta tan đa mít âu cho một chăm ở hay ta không cái chạy cái quạt bàn này cả những đó let's go បាទពុកម៉ែបងប្អូននេះគឺជា spin ឆ្លងតឡៃមីកុងខែកចេះដែលយ៉ាងមកពីចម្ងាយបាទពីខែកចេះមកមើលក៏ឃើញដែរបាទតែថ្ងៃនេះគឺចំមេឃរលឹមបកោរោគតែភ្លៀងមកប្រហែលថ្ងៃនេះគឺមេឃរោគភ្លៀងតែភ្លៀងតិចទេចុះនៅខាងខេត្តបងប្អូនមានភ្លៀងអត់បាទហើយនេះគឺជាទស្សនវិជ្ជានៅក្រុងកចេះបាទកន្លែងនេះគឺបឹងកចេះពុកម៉ែបងប្អូនបាទអញ្ចឹងខ្ញុំថតវីដេអូនេះថតខ្លីៗវីដេអូរបស់បងប្អូនបានមើលបាទហើយ space កចេះរបស់យើងគឺ space នេះគឺប្រវែងលំដាប់វែងជាងគេលំដាប់ទី3ក្នុងប្រទេសកម្ពុជារបស់យើងបាទអញ្ចឹង space នេះគឺជាប់លំដាប់ក្នុងប្រទេសកម្ពុជាគឺជាប់លេខ3បាទគឺវែងជាងគេហើយ space នេះមានប្រវែង1761 ម៉ែត្របាទហើយនេះគឺ space break day ទី2 space នេះបើអត់ចាក់គ្រឹះខាងក្រោមនេះគឺនឹងអាចនឹងស្រុតបាទព្រោះឯនៅកន្លែងនេះកន្លែងតាហើមទឹកបាទកន្លែងនេះគឺទឹកបុកចូលក្នុងបឹងបាទកន្លែងនេះគឺថាទឹកឡើងមកគឺសបោថៃកន្លែងនេះគឺហៅថាមុខទឹកមុខកន្លែងណាត្រីទៅចូលក្នុងបឹងក្នុងប៊ូហើយបាទហើយនេះគឺជាទស្សនវិជ្ជានឹងមាត់ទន្លេខេត្តកញ្ចេះរបស់យើងគឺថាភាពមាត់ទន្លេការរៀបចំ design ស្អាតដាបរាយបាទអញ្ចឹងមិនក៏ចាប់តាមភ្លៀងហើយមកចំហៀងតលេហ្នឹងគឺកោះធន់ហើយខាងនេះគឺផ្លូវមកតលេខេត្តកញ្ចេះបាទអញ្ចឹងមានមេឃភ្លៀងមេឃអីមកដេញបាទចាដេញម្នាក់មកចំហៀងបងប្អូនមកចំហៀងមកអត់ភ្លៀងមកចំហៀងនេះអត់ភ្លៀងបាទហើយនេះគឺនិពន្ធបាទនិពន្ធកញ្ចេះរបស់យើងគឺថាស្អាតហើយបាទឥឡូវនេះខ្ញុំមកដល់កន្លែងស្ពាននេះបាទស្ពាននេះគឺបុកទៅខាងឆ្លងពីភូមិអលុបហើយទៅបងប្អូនសុខចិត្តបារីស្ពេនមិត្តភាពចិនកម្ពុជានេះកងកចេះបាទអញ្ចឹងនេះគឺខ្ញុំថតខ្ញុំថតតែខ្លះទេបាទហើយស្ពេននេះគឺគេឆ្លងកាត់តាំងពី2026ខែ6ឃើញផ្លែក្តាប់ហ្នឹងណាបាទហើយអញ្ចឹងខ្ញុំមកថតនេះដើម្បីឲ្យបងប្អូនអ្នកនៅចម្ងាយបានមើលបាទឥឡូវខ្ញុំថតពីត្រង់នេះទៅវិញម្ដងគេថាខាងលិចនេះគឺផ្លូវទៅខាងប្រៃប្រសពហើយផ្លូវនេះគឺទៅខាងផ្សារកាប៉ែងចាក់ទៅខាងកំពង់ធំបាទអញ្ចឹងផ្លូវនេះគេធ្វើបាន19គីឡូឲ្យស្អាតតែទំនុកទៀតអត់ទាន់ទៅស្អាតទេចាំមើលវីដេអូបន្តទៀតបងប្អូនអញ្ចឹងស្ពេនក៏ហើយផ្លូវក៏ហើយអញ្ចឹងនៅកំពង់ផែពហុបំណងមួយទៀតបាទកំពង់ផែពហុបំណងយើងឈរពីលើស្ពេនទៅក៏ឃើញដែរបងប្អូនបាទកំពង់ផែនេះគឺធ្វើនៅស្រុកប្រៃប្រសពបាទនេះកំពង់ផែពហុបំណងនៅក្នុងខេត្តកញ្ចេះបាទអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបាទអរគុណ